ថាយើងត្រូវតែផ្ដល់អនុទានប្រកបដោយក្រមសីលធម៌នៅក្នុងគោលដៅរកផលប្រយោជន៍ជូនទាំងម្ចាស់ភាគហ៊ុនរបស់ធនាគារផងជូនទៅដល់អតិថិជនផងតួនាទីចម្បងរបស់ធនាគារនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចទាំងមូលពោលគឺធនាគារគឺជាអន្តរការីឬក៏អ្នកកណ្ដាលនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចដោយយើងគៀងគរប្រាក់ពីអ្នកដែលមានធនធានលើសពីតម្រូវការតាមរយៈការទទួលប្រាក់បញ្ញើបន្ទាប់មកផ្គត់ផ្គង់ប្រាក់ទាំងនោះទៅដល់អ្នកដែលកំពុងត្រូវការខ្សាច់ប្រាក់តាមរយៈការផ្ដល់អនុទានឬផ្ដល់កម្ចីដោយធនាគារទទួលបានផលចំណេញខ្លះពីសកម្មភាពនេះតាមរយៈគម្លាតរវាងការប្រាក់បញ្ញើនិងការប្រាក់កម្ចីជាការពិតប្រាក់ចំណេញគឺជាភាពចាំបាច់នៅក្នុងការធ្វើអាជីវកម្មក៏ប៉ុន្តែលើសពីនេះទៅទៀតនោះដោយសារធនាគារគឺជាតួអង្គដ៏សំខាន់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចហើយដូច្នេះហើយធនាគារត្រូវតែធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់បំផុតមានន័យថាយើងត្រូវតែធានាឲ្យបានថាប្រាក់បញ្ញើដែលយើងគៀងគរបានមកពីអ្នកដែលមានធនធានលើសពីតម្រូវការបានជាប្រយោជន៍និងភាពរុងរឿងទៅដល់អ្នកដែលខ្ចីពោលគឺអ្នកដែលត្រូវការសាច់ប្រាក់ហើយដូច្នេះហើយនៅក្នុងការផ្ដល់អនុទានធនាគារមានកាតព្វកិច្ចត្រូវតែសិក្សាឲ្យបានច្បាស់ទី1អំពីគោលបំណងនៃការប្រើប្រាស់ប្រាក់កម្ចីហើយទី2អំពីលទ្ធភាពរបស់អ្នកខ្ចីថាតើគាត់មានលទ្ធភាពសងវិញត្រឹមកម្រិតណាហើយក្រៅពីនេះយើងត្រូវតែធានាឲ្យបានថាខចែងនិងលក្ខខណ្ឌផ្សេងៗមានភាពសមស្របមានសមធម៌នៅក្នុងកិច្ចសន្យារបស់យើងជាមួយនឹងអតិថិជនជាក់ស្ដែងនៅក្នុងគោលនយោបាយផ្ដល់អនុទានរបស់ធនាគារយើងគឺមានចែងច្បាស់លាស់ថាយើងត្រូវតែផ្ដល់អនុទានប្រកបដោយក្រមសីលធម៌នៅក្នុងគោលដៅរកផលប្រយោជន៍ជូនទាំងម្ចាស់ភាគហ៊ុនរបស់ធនាគារផងជូនទៅដល់អតិថិជនផងមានក្រមសីលធម៌នោះយ៉ាងម៉េចគឺយើងត្រូវតែគោរពទៅតាមគោលការណ៍មួយចំនួនដូចជាទី1គឺយើងត្រូវតែសិក្សាឲ្យបានច្បាស់ថាតើប្រាក់ចំណូលរបស់អតិថិជនមានប្រមាណបើប្រៀបធៀបទៅនឹងប្រាក់កម្ចីមានន័យថាពេលដែលគាត់យកប្រាក់កម្ចីហើយអតិថិជនលោកត្រូវសងមកយើងហើយអញ្ចឹងថាតើបន្ទាប់ពីដកចំណែកដែលត្រូវសងមកធនាគារហើយនោះអតិថិជនគាត់នៅមានប្រាក់គ្រប់គ្រាន់សម្រាប់រ៉ាប់រងជីវភាពប្រចាំថ្ងៃរបស់គាត់ដែរឬអត់ហើយទី2គឺយើងត្រូវតែសិក្សាទៅលើស្ថិរភាពនៃប្រាក់ចំណូលរបស់អតិថិជនដែរជាការពិតទ្រព្យធនាគឺមានភាពចាំបាច់និងមានសារៈសំខាន់ក៏ប៉ុន្តែយើងចាត់ទុកទ្រព្យធនាគឺជាមធ្យោបាយចុងក្រោយបង្អស់នៅក្នុងការទូទាត់ប្រាក់កម្ចីតែប៉ុណ្ណោះសំខាន់គឺប្រាក់ចំណូលរបស់អតិថិជនគោលការណ៍សំខាន់ទី2នោះយើងត្រូវតែសិក្សាអំពីគោលបំណងនៃការប្រើប្រាស់ប្រាក់កម្ចីរបស់អតិថិជនមានន័យថាយើងផ្ដល់ប្រាក់កម្ចីតែក្នុងករណីដែលប្រាក់កម្ចីនោះនឹងត្រូវបានយកទៅប្រើប្រាស់នៅក្នុងគោលបំណងស្របច្បាប់ទី1ហើយនឹងក្នុងគោលបំណងដែលយើងគិតថាមានប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចទៅដល់អតិថិជនតែប៉ុណ្ណោះហើយគោលបំណងនៃការប្រើប្រាស់ប្រាក់កម្ចីនេះជាទូទៅគឺមានចែងនៅក្នុងកិច្ចសន្យានៃការផ្ដល់ប្រាក់កម្ចីហើយជារឿយៗគឺធនាគារតែងតែធ្វើការផ្ទៀងផ្ទាត់ហើយជួនកាលដល់ទៅតាមដានការប្រើប្រាស់នោះទៀតថាតើប្រាក់កម្ចីនោះពិតជាត្រូវបានយកទៅប្រើប្រាស់ស្របតាមកិច្ចព្រមព្រៀងដែលបានសន្យាគ្នាដែរឬអត់ហើយគោលការណ៍សំខាន់មួយទៀតដែលចាំបាច់ដែរនោះគឺការគោរពទៅតាមលក្ខខណ្ឌច្បាប់និងបទដ្ឋានគតិយុត្តនានាតាក់ទងទៅនឹងការផ្ដល់អនុទានរបស់ធនាគារនៅក្នុងបទបញ្ញត្តិច្បាប់ហ្នឹងគឺធនាគារមួយត្រូវតែមានយន្តការនៅក្នុងការដោះស្រាយបណ្ដឹងជូនអតិថិជនហើយធនាគារមួយតែងតែកំណត់នៅគោលការណ៍នៃការដោះស្រាយបណ្ដឹងនោះហើយត្រូវតែមានច្រកនៅក្នុងការអនុញ្ញាតឲ្យអតិថិជនធ្វើការបណ្ដឹងតវ៉ាបានហើយដូច្នេះហើយអតិថិជនមុននឹងគាត់រកវិធីផ្សេងនៅក្នុងការដោះស្រាយលោកអាចតាក់ទងទៅធនាគារផ្ទាល់តែម្ដងនៅក្នុងការដោះស្រាយបញ្ហាមិនសប្បាយចិត្តរបស់ពួកគាត់ហើយបើសិនជាការឆ្លើយតបរបស់ធនាគារមិនមានភាពពេញចិត្តដល់គាត់ទេមិនផ្ដល់ភាពកក់ក្ដៅដល់គាត់ទេគាត់មានយន្តការផ្សេងទៀតឧទាហរណ៍ថាលោកអាចប្តឹងតាមរយៈលេខទូរស័ព្ទរបស់ធនាគារជាតិឬមួយក៏គណៈកម្មការការពារអ្នកប្រើប្រាស់របស់ក្រសួងពាណិជ្ជកម្មក៏បានដែរកាតព្វកិច្ចរបស់ធនាគារនោះគឺសំខាន់គឺត្រូវតែសិក្សាអំពីលក្ខណៈសម្បត្តិសិក្សាអំពីលក្ខណៈចំណូលឬក៏ស្ថិរភាពនៃចំណូលរបស់អតិថិជនហើយដូច្នេះហើយជាសំណូមពរសម្រាប់អតិថិជនតែម្ដងសូមឲ្យផ្ដល់ព័ត៌មានដែលពិតប្រាកដហើយស្មោះត្រង់សម្រាប់ធនាគារនៅក្នុងការសិក្សានោះពីព្រោះថាពេលខ្លះធនាគារត្រូវសិក្សាហើយត្រូវធ្វើការផ្ទៀងផ្ទាត់ហើយក៏ប៉ុន្តែ
នៅពេលដែលអតិថិជនលោកផ្ដល់ព័ត៌មានដែលមិនពិតមកវាធ្វើឲ្យការសិក្សានោះមិនសូវបានទទួលបានផលល្អមិនមានសុក្រិតភាពហើយដូច្នេះហើយពេលដែលផ្ដល់ប្រាក់កម្ចីទៅវាអាចនាំឲ្យមានការឆក់ល្វែងហើយនៅពេលដែលមានបញ្ហានោះគឺខាតទាំងអតិថិជនការខាតទាំងធនាគារនឹងឯងកាតព្វកិច្ចមួយទៀតរបស់ធនាគារហ្នឹងគឺការ check មើលការពិនិត្យមើលនៅក្នុងប្រព័ន្ធ CBC យើងហៅថា Credit Bureau of Cambodia ហ្នឹងគឺមានកន្លែងមួយដែលធនាគារអាចចូលទៅមើលថាតើអតិថិជនមានចម្ពាក់ធនាគារផ្សេងទៀតដែរឬអត់អតិថិជនធ្លាប់មានបំណុលបែបណាហើយគាត់ធ្លាប់ខកខាននៅក្នុងការសងបំណុលដែរឬអត់និយាយទៅគឺប្រវត្តិនៃការចម្ពាក់បំណុលនិងសងបំណុលរបស់អតិថិជនគឺអាចឲ្យធនាគារអាចចូលទៅមើលបានហើយព័ត៌មានទាំងនេះគឺមានសារៈសំខាន់មែនទែនសម្រាប់ធនាគារនៅក្នុងការសិក្សាអំពីលទ្ធភាពសងរបស់អតិថិជនក៏ដូចជាលក្ខណៈសម្បត្តិរបស់អតិថិជនផងដែរបាទបើយើងនិយាយពីរឿងនីតិវិធីច្បាប់នៅពេលដែលអតិថិជនគាត់បង់យឺតយ៉ាវបាទហើយគាត់សន្យាថាត្រូវសងខែនេះខែនោះប៉ុន្តែចេះតែពន្យាពេលបាទអត់សងត្រឡប់ទៅខាងម្ចាស់បំណុលដែលជាធនាគារតើកាតព្វកិច្ចរបស់ធនាគារពេលនោះគាត់អាចធ្វើអ្វីទៅលើអតិថិជនមានតែគាត់មានសិទ្ធិអីគេខ្លះបាទជាទូទៅការមិនសងបំណុលឬក៏សងយឺតយ៉ាវវាជាការបំពានកិច្ចសន្យាហើយជាទូទៅតាមច្បាប់ការនៅពេលដែលភាគីម្ខាងបំពានកិច្ចសន្យាភាគីម្ខាងទៀតអាចមានសិទ្ធិនៅក្នុងការរំលាយកិច្ចសន្យាព្រោះកិច្ចសន្យាជាទូទៅការខ្ចីប្រាក់ពីធនាគារវាមានរយៈពេលយូរអញ្ចឹងកាលណាធនាគាររំលាយកិច្ចសន្យាមានន័យថាធនាគារសុំឲ្យសងមកឥឡូវមកមិនចាំបាច់ដល់10ឆ្នាំទៀតឬ15ឆ្នាំទៀតទេអញ្ចឹងសុំឲ្យសងមកភ្លាមមានន័យថាគាត់រំលាយកិច្ចសន្យាទៅអនាគតទេទី2គឺធនាគារអាចប្តឹងទៅតុលាការនៅក្នុងការចាប់បង្ខំឲ្យកូនបំណុលដែលមិនសងប្រាក់ហ្នឹងត្រូវតែរកប្រាក់យកមកសងធនាគារហើយជាទូទៅនៅក្នុងការផ្ដល់ប្រាក់កម្ចីនៅប្រទេសកម្ពុជាតែងតែមានទ្រព្យធានាអញ្ចឹងបើសិនជាអតិថិជនមិនព្រមសងឬក៏គ្មានលទ្ធភាពសងជំរើសចុងក្រោយបំផុតសម្រាប់ធនាគារគឺសុំឲ្យតុលាការរឹបអូសទ្រព្យធានានោះដើម្បីដាក់លក់ឡៃឡុងមានន័យថាតុលាការនឹងបិទផ្សាយថាតើមានអ្នកណាចាប់អារម្មណ៍ចង់ទិញទ្រព្យធានានេះដែរឬអត់ហើយបើសិនជាទ្រព្យធានានោះលក់បានឧទាហរណ៍ថាយើងខ្ចីធនាគារតែត្រឹម100ទេតែទ្រព្យរបស់យើងនឹងលក់បានដល់150ហើយដូច្នេះហើយចំណែកដែលលើសពីប្រាក់កម្ចីហ្នឹងគឺត្រូវតែប្រគល់ជូនទៅអតិថិជនវិញ